Yeah រាល់ថ្ងៃនេះខ្ញុំគិតអីរាល់ថ្ងៃនេះខ្ញុំធ្វើអីខំមកចេញពីរៀននៅទីនេះគឺជាទីកន្លែងដែលពោពេញទៅដោយសម្បត្តិវប្បធម៌សាសនាទំនៀមទម្លាប់និងរមណីយដ្ឋានទេសចរណ៍យ៉ាងសម្បូរបែបឥឡូវនេះសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ដំណើរកម្សាន្តមួយយប់ពីរថ្ងៃនៅលើទឹកដីភ្នំគូលែនក្នុងការបោះតង់ក្រោមប្រធានបទដើម្បីបំភ្លេចគេតែសួរតែភ្លេចគេឬអត់សួរអ្នកដែលទៅជាមួយម្នាក់បើរឿងដើរលេងចេះវិញបើស្ដីក៏ធ្វើដែរឲ្យធ្វើឲ្យគេធ្វើដែរទៅណាទៅណីដើរចង្ងាយប្រហែលគីឡូក៏ទៅដែរតែបើនិយាយរឿងការងារវិញមួយបាទបើខាងខ្ញុំពីរនាក់វិញដូចបងប្អូនបានឃើញចឹងគឺប៉ុន្តែស្អីក៏ពួកខ្ញុំអាចធ្វើបានដែរតែគឺឈោមមើលគេហើយបើនិយាយពីរឿងដើរលេងវិញអ្នកខ្លះបាទរវល់ការងារសុខចិត្តដាក់ច្បាប់អ្នកខ្លះទៀតបាទគឺបាទកុហកយាយចឹងណាគ្នាយើងណាមានយាយឯងដឹងខ្លួនឯងហើយស្ទះទៅណាទៅណីបាទហើយនៅយប់ឡើងអញ្ចឹងបងប្អូនបាទនៅក្នុងរដូវកាលនេះនៅលើភ្នំគូលែនបាទគឺអារម្មណ៍ស្រស់ស្រាយមែនទែនហើយការខ្ញុំទៅនោះបាទគឺភ្លៀងជាប់គ្នារាល់ថ្ងៃតែចែកដនអីទៅដល់វិញបាទបងប្អូនយប់ឡើងអត់មានភ្លៀងទេប៉ុន្តែថ្ងៃឡើងរលឹមស្រេចបងប្អូនបាទនៅពេលយប់ឡើងអញ្ចឹងបាទគឺយើងមានការជួបជុំគ្នាបាទអង្គុយក្នុងភ្លុកភ្លើងអ្នកធ្លាប់ទៅបោះតង់ដឹងហើយបាទរៀបរាប់ច្រើនអីបាទទាំងអស់នេះគឺជាអនុស្សាវរីយ៍មួយ10ឆ្នាំមានម្ដងអញ្ចឹងណាហើយបងប្អូនអាចទៅលេងកម្សាន្តបានហើយបោះតង់បាននៅលើភ្នំគូលែននៅក្នុងរដូវនេះជឿជាក់ថាស្អាតហើយប្លែកអារម្មណ៍របស់បងប្អូនអស់គ្នាអញ្ចឹងខ្ញុំខ្ជិលនិយាយច្រើនអត់ដឹងនិយាយអីទៀតទេអត់ដឹងទៅបញ្ចូលសម្លេងថាម៉េចអញ្ចឹងចង់ឲ្យបងប្អូនទស្សនានៅវីដេអូនេះជាបន្តអូប្រនយកបងធ្វើសង្សារនេះគឺជាស្នាកាពីក្មេងតែពេលនេះពួកយើងធំវិញវៃនៅតែដូចដើមតែជាសំឡងចឹងមកស្នាស្នងមែនដងបេះឡើងមកឡើងខាចាំបរិញ្ញាមានការងារធ្វើដឹកថៃឈើចូលផ្ទាំងមុនណានិយាយមែនទិញខ្លះតែតង់ហ៎បងតង់មែនអីគេមក relax ដេកមើលព្រៃភ្នំអីមកផឹកតែស្រាអញ្ចឹងទៅផឹកឲ្យផ្ទះវិញតែល្អដូចខ្ញុំនេះហើយ relax ឯងហើយនិយាយដូចឲ្យថាអញ relax អត់ទៅ relax គេអី relax ក្រៅពីច្រាស់ស្រាមកបាត់តទៅអី relax មានអី relax ក្រៅពីច្រាស់ស្រាសុំមែនសុំទៅកោម្ដងសុំទៅឯងដែរអញទៅកោចាំមកមែនណាយកទៅកោដាក់នេះលើតកោបានមកអងប្រកាកុំភ័យអ្វីរៀនចាប់ពេលណាអីកោណាអីខ្ញុំប្រឹងសំឡេងបើមិនគុំនេះយ៉ារំងយើងហើយមួយជីវិតថ្ងៃនឹងមានម្ដងពួកម៉ាក់អញកាយប៉ៅស្រុកខ្មែរមកចេញពីរៀនទុកកូនស្រីគេដើរលេងសាក់ថ្មជីវិតតែថ្មជីវិតមកនេះដូចរកអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូរបស់ខ្ញុំចប់តែប៉ុណ្ណេះឯងអរគុណបាទបើមានពេលកាត់ទៀតដើរលេងទៀតបាយបាយ